ណែលោកប្អូនខ្លីទេណែដរាបណាលោកប្អូនកាន់មីក្រូក្លាហានហើយសួរគំនិតខ្ញុំសំខាន់គំនិតលោកប្អូនមានការគិតហើយចាសិស្សនិស្សិតទាំងអស់គ្នាខ្ញុំមានសំណួរមួយដោយសារខ្ញុំជានិស្សិតខ្ញុំចង់សម្រួលគោលដៅរបស់ខ្ញុំឲ្យកាន់តែខ្លាំងចង់ទូថាដើម្បីសម្រួលគោលដៅខ្ញុំឲ្យកាន់តែខ្លាំងតើខ្ញុំត្រូវការខិតខំប្រឹងប្រែងដើម្បីបន្តទៀតដើម្បីឲ្យខ្ញុំមានថាមពលខ្លាំងជាងមុនឲ្យមានកម្លាំងចិត្តក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ដើម្បីឲ្យគោលដៅខ្ញុំហ្នឹងឆ្ពោះឲ្យខ្ញុំនេះឆ្ពោះទៅដល់គោលដៅដែលខ្ញុំចង់បានសូមអរគុណលោកគ្រូខ្ញុំចង់បានកម្លាំងចិត្តបន្ថែមលោកគ្រូសំណួរហ្នឹងណែលោកប្អូនខ្លីទេណែដរាបណាលោកប្អូនកាន់មីក្រូក្លាហានហើយសួរគំនិតខ្ញុំសំខាន់គំនិតលោកប្អូនមានការគិតហើយដូច្នេះខ្មែរយើងមានពាក្យពីរោះណាខេមរៈភាសាពីរោះណាខ្ញុំមិនចេះទេអង្គខ្លីហ្នឹងចេះចេះនិយាយជាមួយគេជាមួយបានបាច់គិតទេព្រោះយើងធ្លាប់យើងប្រឹងទៅយើងចេះដូច្នេះខេមរៈភាសាថាតក់ពេញបងពុកដូច្នេះការតាំងចិត្តការខិតខំព្យាយាមវាជាដំណើរជីវិតជាដំណើរមានន័យថាជាការឆ្លងកាត់ម្ដងចេះបន្តិចម្ដងមានបទពិសោធន៍ថែមទៀតស្មារតីកូនកាន់តែរឹងមាំគោលដៅមិនមែនស្អែកយើងមិនមែនពាក្យថាគោលដៅគឺដំណើរនោះនៅឆ្ងាយនោះយើងសម័យហើយឃើញថានោះមិនចឹងបងណាគោលដៅច្រើនណាស់តែយើងចង់ថ្ងៃហ្នឹងខែហ្នឹងឆ្នាំហ្នឹង20ឆ្នាំក្រោយ1993មនុស្សតដាហ្នឹងឈ្មោះវែងសេរីវុឌ្ឍតដាហ្នឹងដើរចូលសន្តាគារនឹងម្ដងទៀតប៉ុន្តែលើកនេះជារដ្ឋមន្ត្រីក្រសួងទេសចរស្អីអានេះឆន្ទៈនៃការសិក្សាដែលជាប្រធានបទយើងថ្ងៃនេះគឺសិក្សាណែប៉ុណ្ណឹងបងប្អូនស្ដាប់ងាយយល់ពេលសិក្សាទៅលោកគ្រូវិញសេរីវុឌ្ឍពីអ្នកធាក់ស៊ីក្រូអាចធ្វើជាឧត្តមមន្ត្រីលើកនេះគេលេងសម្លឹងយើងហើយគេ